សម្ដេចតេជោហ៊ុនសែនបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារនៅព្រឹកថ្ងៃសុក្រ11រោចខែបឋមស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី10ខែកក្កដាឆ្នាំ2026សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារប្រមាណជាង800នាក់ដែលពិធីនេះបានប្រារព្ធឡើងនៅអាហារដ្ឋានចក់សំបូរិនក្នុងទីរួមខេត្តព្រះវិហារនេះជាបេសកកម្មលើកទី20និងចំនួន23ខេត្តក្រុងហើយរបស់សម្ដេចតេជោក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្តដោយផ្ដើមឡើងពីខេត្តក្រោយការថ្លែងនៅរបាយការណ៍របស់ឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារឯកឧត្តមជាធិរិនអ្នកនាំពាក្យសម្ដេចតេជោបានឲ្យដឹងថាគោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្ដេចតេជោគឺជាការអនុវត្តក៏ដូចជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោតដើម្បីឲ្យមានដំណាភាពក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពនិងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឲ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួននិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរក្នុងឱកាសនេះសម្ដេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តព្រះវិហារសាជាថ្មីសម្ដេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការនិងក្រុមការងារមូលដ្ឋានខេត្តដែលបានខិតខំក្នុងកិច្ចការងារកន្លងមកសម្ដេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឲ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្ដល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពសម្ដេចបានជំរុញនិងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារនិងពន្ធកុយរួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធឬការរកស៊ីមិនបង់ពន្ធដើម្បីបង្កើនចំណូលថវិកាជាតិសម្ដេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរួមមានការបង្ក្រាបនៅបទល្មើសគ្រប់ប្រភេទសម្ដេចតេជោក៏បានមានប្រសាសន៍ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជនពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិសម្ដេចតេជោបានបញ្ជាក់ថាក្រសួងអប់រំមានសមាគមក្នុងអង្គភាពខ្លួនហើយគឺសមាគមបុគ្គលិកសិក្សាខ្មែរសបសខប៉ុន្តែចំពោះមន្ត្រីរាជការចូលនិវត្តន៍ក្នុងវិស័យអប់រំទាំងអស់គឺនៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានដោយស្វ័យប្រវត្តិនៅថ្ងៃនេះសម្ដេចតេជោបានសម្រេចផ្ដល់ផ្ទះចំនួន102ខ្នងជូនអតីតយុទ្ធជននៅខេត្តព្រះវិហារដែលផ្ទះ102ខ្នងនេះជាការចូលរួមឧបត្ថម្ភពីសំណាក់សមាគមអតីតយុទ្ធជននិងនិវត្តជនចំនួន52ខ្នងនិងឯកឧត្តមភឿនផល្លាទីប្រឹក្សាសម្ដេចតេជោចំនួន50ខ្នងសម្ដេចក៏បានបន្តក្រើនរំលឹកនិងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឲ្យជ្រៅដោយត្រូវជំរុញកូនចៅរបស់ពួកគេឲ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្តដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិសម្ដេចក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយចំនួនដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយមិនត្រូវលំអៀងខាងភាគីណានោះទេសម្ដេចតេជោក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងកិច្ចការអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងខេត្តព្រះវិហារនេះឲ្យបានគង់វង្សសម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋានមិនត្រូវឲ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋនិងត្រូវចាំថាមន្ត្រីមិនមែនជាចាវាយរបស់ប្រជាជននោះទេចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន